ចិនប្រកាសការពារ UN ខណៈលោកត្រាំបង្កើតក្រុមប្រឹក្សាសន្តិភាពចិននឹងបន្តការពារប្រព័ន្ធអន្តរជាតិដែលអង្គការសហប្រជាជាតិ UN ជាស្នូលនឹងគោរពតាមច្បាប់អន្តរជាតិក៏ដូចជាធម្មនុញ្ញ UN ជាចម្បងអ្នកនាំពាក្យក្រសួងការបរទេសចិនអះអាងបែបនេះនៅថ្ងៃទី21ខែមករាការលើកឡើងនេះក៏ធ្វើឡើងចំពេលដែលអាមេរិកបង្កើតស្ថាប័នថ្មីមួយដើម្បីដោះស្រាយបញ្ហាសកលហើយក៏ជាទីក្រុងប៉េកាំងក៏ត្រូវបានអញ្ជើញចូលរួមដែរក្រុមប្រឹក្សាសន្តិភាពដែលជាគំនិតព្រឹបដើមរបស់លោកដូណាល់ត្រាំបានអញ្ជើញប្រទេសចំនួន60ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរដោយតម្រូវឲ្យបង់ប្រាក់$1000លានជាថ្នូរនឹងអាសនៈអចិន្ត្រៃយ៍រហូតមកដល់ពេលនេះអ៊ីស្រាអែលទូគីតាកាវៀតណាមប៉ាគីស្ថាននិងអាហ្សង់ទីនបានសម្រេចចិត្តចូលរួមរួចហើយបារាំងណេវេសនិងស៊ុយអែតបានប្រកាសបដិសេធដោយបារម្ភថានឹងរំលោភបំពានទូនាទីនិងតម្លៃរបស់អង្គការសហប្រជាជាតិនៅសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថ្ងៃទី21មករាលោកកៅចៃខុនបានបញ្ជាក់ថាចិនបានទទួលការអញ្ជើញប៉ុន្តែអ្នកនាំពាក្យដដែលនេះមិនបញ្ជាក់ថាចិននឹងចូលរួមឬអត់នោះទេយ៉ាងណាមិញលោកកៅបាននិយាយថាទីក្រុងប៉េកាំងនិងគាំទ្រដល់សន្តិភាពអន្តរជាតិដែលដឹកនាំដោយអង្គការសហប្រជាជាតិដដែលមិនថាស្ថានភាពអន្តរជាតិផ្លាស់ប្ដូរយ៉ាងណានោះចិននៅតែប្រកាន់ភ្ជាប់នៅប្រព័ន្ធអន្តរជាតិជាមួយអង្គការសហប្រជាជាតិជាស្នូលទំនាក់ទំនងអន្តរជាតិដោយផ្អែកលើគោលបំណងនិងគោលការណ៍នៃរដ្ឋធម្មនុញ្ញគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិលោកកៅបានលើកឡើងបែបនេះខណៈដែលចិនប្រកាសជំហរគាំទ្រអង្គការសហប្រជាជាតិយ៉ាងមុតមមបែបនេះអាមេរិកវិញត្រូវមើលឃើញថាបានបោះបង់សន្តិភាពអន្តរជាតិដែលធ្វើឲ្យឥទ្ធិពលអង្គការសហប្រជាជាតិហាក់មានភាពចុះខ្សោយជាងមុនថ្មីនេះអាមេរិកទើបតែបានសម្រេចចិត្តដកខ្លួនចេញពីអង្គការអន្តរជាតិ66បន្ថែមទោះបីជាសមាជិកអចិន្ត្រៃយ៍ទីក្រុងប៉េកាំងតែងតែទាមទារឲ្យមានការកែតម្រង់ស្ថាប័ននេះឡើងវិញចិនចង់ឲ្យអង្គការសហប្រជាជាតិផ្ដល់តម្លៃកាន់តែខ្លាំងដល់ផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍដើម្បីស្របទៅនឹងតុល្យភាពអំណាចនៃពិភពលោកពេលបច្ចុប្បន្នដែលមានការប្រែប្រួលខ្លាំងធៀបទៅនឹងពេលមុន